ស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់នៃសំឡេង KMKN តើហ៊ុនសែនលេងឬក៏អត់ទៀតបើតបនៅក្បែរព្រំហើយនោះយុទ្ធការ BM21 និង VLO03 ជីងមុខទេប្រឆោមទេមើលទៅបើតបគេបានត្រៀម F16 ទៅហើយនោះប្រិយមិត្តជាទីគោរពនឹងរាប់អានវាគឺជាលក្ខណៈពិតមួយដែលចង់និយាយច្បាស់ថាលោកហ៊ុនសែនបានចាញ់ល្បិចរបស់សៀមច្បាស់ណាស់ទោះលោកហ៊ុនសែនបញ្ចេញកងកម្លាំងបែបណាក៏ថៃមិនខ្លាចដែរព្រោះគេបានដឹងច្បាស់ថាលោកហ៊ុនសែនមិនហ៊ានលេងជាកាត់ខាត់តាមមូលហេតុអ្វីខ្លះយើងមិនអាចសន្និដ្ឋានបាននោះទេអ្វីនៅតែជាអាកំបាំងរវាងហ៊ុនសែននិងប្រទេសថៃនៅឡើយនិយាយដោយយុទ្ធការសព្វាវុធរបស់កម្ពុជាវាបានធ្លាក់នៅក្នុងរង្វង់នៃអំណាចរបស់វងត្រកូលហ៊ុនតែប៉ុណ្ណោះគ្មានអ្វីផ្សេងពីនោះទេហើយកត្តាបង្ហាញទាំងអស់នេះថាអំណាចរបស់លោកហ៊ុនសែនហ៊ានមកប្រើអាវុធទាំងអស់នេះទេថៃនឹងកំទេចអំណាចរបស់លោកហ៊ុនសែនជាមិនខានជាការឆ្លើយតបអំណាចរបស់លោកហ៊ុនសែនព្រមទាំងព្រំដែនកម្ពុជាកំពុងស្ថិតនៅក្នុងចំនួនអំណាចនិងភាពឈ្លានពានយ៉ាងរងើមពីអំណាចនយោបាយថៃជាការពិតណាស់ប្រិយមិត្តយើងបានជ្រាបច្បាស់ថាគោលនយោបាយដែលច្បាស់លាស់ចំពោះស្ថានភាពនយោបាយបច្ចុប្បន្នវាគឺជាលក្ខណៈអំណាចដែលកំពុងបញ្ជាក់អំពីកងកម្លាំងនៃលោកហ៊ុនសែននៅពេលវាបានបង្ហាញយ៉ាងច្បាស់ក្រឡែតនៅក្នុងព្រំដែនទៅហើយយោធាថៃនិងខ្មែរកំពុងវិវាទយ៉ាងតឹងបំផុតក្រោយពេលមានកិច្ចផ្អាកកិច្ចព្រមព្រៀងសន្តិភាពរបស់ភាគីថៃនោះភាពបំពេញនិងឈ្លានពានទៅដោយអាវុធវាបានធ្វើឲ្យទស្សនវិជ្ជាបត់បែនទៅជាលក្ខណៈផ្សេងនិងកាន់តែធ្លាក់នៅក្នុងភាពអាក្រក់យ៉ាងធ្ងន់ធ្ងរនេះគឺជាភាពមិនរងចាំទៀតនោះទេសាពាវុធមិនមែនទិញមកសម្រាប់តាំងពីពណ៌នេះគឺជាសម្ដីរបស់លោកហ៊ុនសែនការពង្រីកតបវាគឺជាលក្ខណៈអំណាចដែលសុពលភាពនិងកត្តាជឿជាក់ពីភាពកំណត់នៃគោលនយោបាយការទូតនិងនយោបាយយោធាដែលកំពុងបង្ហាញច្បាស់ថាលោកហ៊ុនសែនហ៊ានឬមិនហ៊ានតែប៉ុណ្ណោះតើសម្ដីរបស់លោកហ៊ុនសែនជាសម្ដីអាចជឿបានដែរឬទេគឺកម្ពុជាមានតែព្រះមហាក្សត្រនិងមន្ត្រីការពារជាតិជាច្រើនសម្រាប់បញ្ចេញកំហឹងទៅកាន់ប្រទេសថៃផងដែរដូច្នេះ BM21 និង VLO03 វាគឺជាអាវុធមួយប្រភេទដែលអាចទប់បានគ្រប់ពេលវេលាឬក៏ទប់បានមួយភ្លែតតែប៉ុណ្ណោះបើខាងសៀមគេវាយទៅដោយកងកម្លាំងរថក្រោះទំនើបនិងយន្តហោះចម្បាំង F16 នោះថាតើអាវុធខ្មែរទប់បានប៉ុន្មានម៉ោងសម្រាប់ F16 នៅលើអាកាសនោះនេះគឺជាមេរៀនទី1ដែលមិនអាចណាមើលស្រាលបាននោះទេសម្រាប់ការពារជាតិកម្ពុជាលោកហ៊ុនសែនមានវោហារសាស្ត្រតែវោហារសាស្ត្រជាមួយយោធាសង្គ្រាមគឺគ្មានប្រសិទ្ធភាពនៅឡើយគឺវាត្រូវនិយាយដល់កម្លាំងយោធានិងអាវុធជាស្នូលនៅក្នុងសមរភូមិដូច្នេះថាតើតបខ្មែរមានភាពជ័យជំនះដែរនោះទេនៅក្នុងសង្គ្រាមសាពាវុធជាមួយថៃនេះបញ្ហាសង្គ្រាមបច្ចុប្បន្នគឺមិនមែនសង្គ្រាមថ្មើរជើងទៀតនោះឡើយវាជាសង្គ្រាមបច្ចេកវិទ្យានិងសង្គ្រាមតាមបែបវិទ្យាសាស្ត្រនយោបាយប្រិយមិត្តជាទីគោរពវាជាចំណុចកសោយរបស់លោកហ៊ុនសែនទាំងពីរមុខខាងលើប្រសិនបើប្រឈមជាមួយសង្គ្រាមទាំងពីរបែបនេះ1សង្គ្រាមបច្ចេកវិទ្យានិង2សង្គ្រាមតាមបែបវិទ្យាសាស្ត្រនយោបាយជំនឿរបស់លោកហ៊ុនសែនគឺបានត្រឹមគូឡើងសម្លេងនៃសំណាញ់មេឃតែប៉ុណ្ណោះតែអ្វីដែលពិតគឺសម្លេងសំណាញ់មេឃរបស់លោកហ៊ុនសែនទប់បានទេជាមួយគ្រឿងនិងសាពាវុធទំនើបនោះយើងមិនអាចណាមើលស្រាលសត្រូវនោះឡើយព្រោះកត្តាយោធាយើងចាញ់គេគ្រប់វិស័យទាំងអស់
ព្រោះពិភពលោកនិងភាពដឹកនាំពុករលួយអំណាចបកពួកនិយមកំពុងក្លាយទៅជាសត្រូវជាមួយប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាមិនមែនជាឈុតឆាកនាំមកនូវភាពជំនឿនិងការទុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងការប្រឈមមុខជាមួយប្រទេសជិតខាងនោះទេសេនានយោបាយបន្ទាប់នៃក្រហមដែលកំពុងដាក់ជាជំហាននៃសុពលភាពអំណាចបានបង្ហាញកាន់តែច្បាស់នៅយុទ្ធសាស្ត្រអំណាចជាមួយនឹងផែនការនយោបាយផ្ទៃក្នុងបានឈានដល់ក្នុងរង្វង់នៃចារកិច្ចយោធាថៃផងនៅក្នុងទឹកដីកម្ពុជាជាមួយនឹងរូបភាពអំណាចរបស់លោកហ៊ុនសែនអភ័យឯកសិទ្ធិអំណាចរបស់លោកហ៊ុនសែនវាធ្វើឲ្យអធិបតេយ្យភាពជាតិកម្ពុជាកំពុងក្លាយទៅជាចរន្តគ្មានបង្គោលនៃអំណាចទប់ស្កាត់បាននោះទេគឺធ្វើឲ្យហ៊ុនសែនចង់មិនចង់ទៅតាមអំពើចិត្តរបស់លោកហ៊ុនសែនតែប៉ុណ្ណោះនេះជារូបភាពមួយដែលកំពុងធ្វើឲ្យស្ថានភាពមានការផិតភ័យដ៏ខ្លាំងក្លានៅពេលដែលថៃកំពុងមានចំហរឹងមាំខ្លាំងបំផុតនៅក្នុងកត្តាការឈ្លានពានទឹកដីកម្ពុជាមួយថ្ងៃកាន់តែច្បាស់លាស់ឡើងនិងធំឡើងទៅទៀតសូមបញ្ជាក់ថាយោធាថៃគេមានស្តង់ដារខាងសង្គ្រាមបច្ចេកវិទ្យានិងសង្គ្រាមវិទ្យាសាស្ត្រនយោបាយតែយោធាខ្មែរបានត្រឹមតែសង្គ្រាមថ្មើរជើងតើយើងចាញ់គេកម្រិតណាទៅហើយឈុតឆាកសង្គ្រាមលើកនេះវាបានដាក់ឡើងជាកត្តាបង្ហាញចេញជាសិល្បៈមួយដែលកំពុងបង្ខំឲ្យប្រជាពលរដ្ឋនៃប្រទេសកម្ពុជានិងទឹកដីកម្ពុជាប្រកល់ឲ្យប្រទេសថៃតែម្ដងនេះគឺជាការពិតដែលយោធាថៃពួកគេកំពុងបញ្ចេញសកម្មភាពទោះមានបទឆក់បែកក្តីមានកិច្ចព្រមព្រៀងក្តីតែយោធាថៃនៅតែបន្តជ្រិតអំណាចនៃកិច្ចឈ្លានពានរបស់ពួកគេចូលប្រទេសកម្ពុជាជាបន្តពេលនេះច្បាស់ហើយថាសង្គ្រាមបានផ្ទុះឡើងយ៉ាងសាហាវបំផុតបន្តនៅក្នុងព្រំដែនដែលភាគីថៃបានឲ្យនិយមន័យថាវាជារបស់ថៃទៅហើយនោះការពិតនេះវាឈឺចាប់ណាស់សម្រាប់កូនខ្មែរគ្រប់រូបដែលកំពុងមើលឃើញគេយកទាំងបំពេញដែលរដ្ឋាភិបាលត្រកូលហ៊ុនមិនហ៊ានធ្វើការតវ៉ាជាមួយគេនេះជាអ្វីទៅសម្រាប់អំណាចឬក៏ថាសម្រាប់អធិបតេយ្យភាពបូរណភាពចម្លើយថាលោកហ៊ុនសែនមិនខ្វល់ឡើយព្រោះអធិបតេយ្យភាពបូរណភាពលោកហ៊ុនសែនស៊ីមិនបានទេមានតែអំណាចទេដែលលោកហ៊ុនសែនស៊ីបានជាការពិតហេតុផលមួយនេះបានធ្វើឲ្យកម្ពុជាស្ថិតនៅក្នុងភាពក្រខ្សត់ពីកងកម្លាំងរហូតដល់កិច្ចការការពារជាតិមិនបានឆ្លុះបញ្ចាំងឡើងអំពីកម្រិតនៃមហិច្ឆតានយោបាយធំទេបានត្រឹមស្ថិតនៅក្នុងវាំងនូននៃអំណាចរបស់លោកហ៊ុនសែនឲ្យនិយមន័យថាវាជាសម្បត្តិរបស់វងត្រកូលហ៊ុនទៅហើយទោះអធិបតេយ្យភាពបូរណភាពคล้ายទៅជាយ៉ាងណាសម្រាប់ត្រកូលហ៊ុននៅតែមានអំណាចនៅក្នុងទឹកដីកម្ពុជាព័ត៌មានខ្មែរមេកុងញ៉ូសសូមអរគុណទៅកាន់អស់លោកអ្នកដែលបានតាមដានសារព័ត៌មានរបស់យើងខ្ញុំសូមជួយបន្តចុច Subscribe និងចុចកណ្ដឹងទទួលបាននូវព័ត៌មានរបស់យើងខ្ញុំរាល់ពេលវេលានិងរាល់ថ្ងៃសូមអរគុណជម្រាបលា